ដូច្នេះតើអ្វីជាភាពខុសគ្នារវាងវិធីសាស្ត្រ Heimlich សម្រាប់កុមារអាយុលើសពី1ឆ្នាំនិងមនុស្សពេញវ័យដំបូងដាក់ជើងមួយរបស់អ្នកនៅចន្លោះជើងរបស់អ្នកជំងឺដើម្បីទប់ពួកគេបន្ទាប់មកដាក់ដៃរបស់អ្នកនៅក្រោមក្លៀករបស់អ្នកជំងឺដៃទាំងពីររបស់អ្នកក្តោបហើយដាក់ក្រោមចំណុចចុងដង្ហើមអ្នកជំងឺហើយសង្កត់ពីក្រោមឡើងលើត្រូវអនុវត្តដដែលទៅមករហូតដល់វត្ថុចេញឬក៏ភ្នាក់ងារសង្គ្រោះមកដល់យើងនឹងអនុវត្តនៅជំហាននៃការសង្គ្រោះនៃការស្លាកវត្ថុរបស់កុមារនិងមនុស្សពេញវ័យដំបូងពិនិត្យមើលស្ថានភាពរបស់កុមារឬមនុស្សពេញវ័យហើយរាយការណ៍ទៅ119ទី2ដាក់ជើងមួយរបស់អ្នកនៅចន្លោះជើងរបស់កុមារឬមនុស្សពេញវ័យដើម្បីទប់លំនឹងពួកគេទី3ដាក់ដៃរបស់អ្នកនៅក្រោមក្លៀករបស់កុមារឬមនុស្សពេញវ័យក្តោបដៃរបស់អ្នកដាក់វានៅចន្លោះនៃចុងដង្ហើមនិងពោះរបស់អ្នកជំងឺហើយសង្កត់វាពីក្រោមឡើងលើត្រូវអនុវត្តរហូតទៅមកដល់វត្ថុនោះចេញមកក្រៅឥឡូវនេះនឹងធ្វើការអនុវត្តសាកល្បងសូមអនុវត្តតាមជំហាននីមួយៗដោយក្នុងវីដេអូនេះ